នៅភូមិស្រុកដដាច់ស្រយាលមួយនាភាគខាងលិចនៃប្រទេសកម្ពុជាបុរាណដែលហ៊ុំព័ទ្ធទៅដោយដើមត្នោតខ្ពក់ៗនិងវាលស្រែពណ៌បៃតងខ្ចីពន្លឺព្រះអាទិត្យពេលព្រឹកព្រលឹមបានចាប់ផ្ដើមចាំងជែកមកលើដំបូលផ្ទះស្លឹករបស់តាសុកបុរសវ័យ60ឆ្នាំដែលមានរាងកាយមាំមួននិងសម្បូរក្មេងស្រអែមដោយសារការហាលថ្ងៃធ្វើស្រែជាច្រើនទសវត្សរ៍បានក្រោកពីព្រលឹមដើម្បីទៅពិនិត្យលបនិងទ្រូដែលគាត់បានដាក់កាលពីយប់មិញនៅឯត្រពាំងខាងក្រោយភូមិខុនស្វៀកសរុងក្រឡាចត្រាំងចាស់មួយនឹងមានក្រមាពួតជុំវិញកយ៉ាងជាប់លាប់តាមទម្លាប់ដែលគាត់តែងតែធ្វើជារៀងរាល់ថ្ងៃស្នាមញញឹមបែបកំ pl ែងតែងតែមាននៅលើផ្ទៃមុខរបស់គាត់ទោះបីជាការងារកសិកម្មមានភាពនឿយហត់យ៉ាងណាក៏ដោយខណៈពេលដែលគាត់ដើរឆ្លងកាត់ភ្លឺស្រែដែលមានទឹកដក់តិចតិចសំឡេងកង្កែបយំឆ្លើយឆ្លងគ្នាយ៉ាងក្រលួចបានបង្កើតជាតន្ត្រីធម្មជាតិដ៏ពិរោធរណ្ដំចិត្តនៅពេលដែលតាសុកទៅដល់មាត់ត្រពាំងទឹកដែលពោពេញទៅដោយត្រកួននិងកំប្លោកគាត់បានលូកដៃចូលទៅក្នុងទឹកដ៏ត្រជាក់ស្រេបដើម្បីទាញលបមួយដែលមើលទៅហាក់ដូចជាធ្ងន់ខុសធម្មតាគាត់ខំប្រឹងទាញដោយកម្លាំងបន្តិចម្ដងរហូតដល់លបនោះលេចចេញពីផ្ទៃទឹកភ្នែករបស់គាត់បានបើកធំដោយការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅខាងក្នុងលបនោះមិនមែនជាត្រីរ៉ក់ឬត្រីអណ្ដែងដូចរ៉ក់ដងនោះទេប៉ុន្តែវាគឺជាអន្ទង់មួយដែលមានទំហំធំប៉ុនកំភួនដៃនិងមានប្រវែងវែងអន្លាយដែលគាត់មិនធ្លាប់បានឃើញពីមុនមកក្នុងជីវិតរបស់គាត់ឡើយអូហូនេះមិនមែនជាអន្ទង់ធម្មតាទេនេះប្រហែលជាស្ដេចអន្ទង់ហើយមើលទៅតាសុកលាន់មាត់ឡើងម្នាក់ឯងទាំងសើចសប្បាយចិត្តគាត់បានចាប់អន្ទង់នោះចេញពីលបដោយក្តីរំភើបអន្ទង់នោះមានស្បែករលោងរអើលនិងមានពណ៌លឿងស្រស់ដែលចាំងនឹងពន្លឺថ្ងៃអ្វីដែលអស្ចារ្យបំផុតនោះគឺប្រវែងរបស់វាគឺវែងរហូតដល់តាសុកត្រូវលើកដៃទាំងពីរឡើងខ្ពស់ហើយកន្ទុយរបស់វានៅតែអូសដីដដែលគាត់មិនបងអង់យូរឡើយក៏ប្រញាប់លើកអន្ទង់ដ៏វែងអន្លាយនោះដាក់លើស្មារួចដើរសម្ដៅទៅផ្ទះវិញយ៉ាងលឿនដើម្បីបង្ហាញភរិយាជាទីស្រឡាញ់របស់គាត់នៅពេលមកដល់ផ្ទះតាសុកបានស្រែកហៅភរិយាពីចម្ងាយយាយបឺផាយាយអើយចេញមកមើលលៀបធំដែលខ្ញុំរកបានថ្ងៃនេះលឿនឡើងយាយបឺផាស្ត្រីវ័យ55ឆ្នាំដែលកំពុងតែអង្គុយបោសសម្អាតសហនៅក្រោមផ្ទះបានងើបមុខឡើងទាំងងឿងឆ្ងល់គាត់ស្លៀកពាក់អាវបង្បាវពណ៌សស្អាតបាតនិងសំពត់ចងក្បិនពណ៌សម្លៃទុំដែលជានិមិត្តរូបនៃភាពសុភាពរាបសាររបស់ស្ត្រីខ្មែរនៅពេលឃើញតាសុកអូបរបស់ម្យ៉ាងដែលមើលទៅដូចជាពួកដ៏វែងយាយបឺផាស្ទើរតែលោតចេញពីកន្លែងអង្គុយដោយក្តីតក់ស្លុតលោកអើយតាសុកតើអ្នកឯងយកពោះពីណាមកនឹងចង់ឲ្យខ្ញុំស្លាប់ដោយសារភ័យមែនទេយាយបុផាសួរទាំងសំឡេងញ័រតាសុកសើចក្អាកក្អាយរួចទម្លាក់អន្ទង់ចុះលើកម្រាលឈើមិនមែនពោះទេយាយគឺជាអន្ទង់ដ៏វែងបំផុតក្នុងលោកមើលចុះតើវាមិនស្អាតទេឬយាយបុផាដើរចូលមកជិតបន្តិចម្ដងរហូតដល់គាត់ដឹងច្បាស់ថាវាជាអន្ទង់មែនទើបគាត់ដកដង្ហើមធំដោយធូរទ្រូងគាត់សម្លឹងមើលអន្ទង់នោះតាំងពីក្បាលរហូតដល់កន្ទុយរួចនិយាយទាំងងឿងឆ្ងល់ថាវាវែងពិតមែនតើយើងនឹងត្រែងធ្វើដោយម្ដេចជាមួយវាទៅបើវែងយ៉ាងនេះតើត្រូវកាត់ជីប៉ុន្មានកង់ទើបអាចដាក់ចូលក្នុងឆ្នាំងបានឮពាក្យកាត់ភ្លាមតាសុកក៏ប្រញាប់គ្រវីក្បាលបដិសេធយ៉ាងដាច់អហង្ការគាត់មានគំនិតប្លែកមួយដែលចង់រក្សាភាពដើមនៃអន្ទង់ដ៏អស្ចារ្យនេះទេមិនត្រូវកាត់វាជាដាច់ខាតអន្ទង់នេះជាអន្ទង់នាំសំណាងបើយើងកាត់វានឹងបាត់បង់ឫទ្ធិអំណាចយាយត្រូវរកវិធីណាស្លាវាទាំងមូលឲ្យបានយាយឯងត្រូវតែរកទិញឬខ្ចីឆ្នាំងពីអ្នកភូមិណាដែលមានរាងវែងសម្រាប់ស្លាអន្ទង់នេះឲ្យខ្ញុំឲ្យតតែបានយាយបុផាឈរថ្មឹងទាំងហួចិត្តព្រោះគាត់មិនដែលឮថាមានឆ្នាំងឯណាដែលមានរាងវែងដូចអន្ទង់នេះឡើយប៉ុន្តែដោយសារចរិតស្លូតបូតនិងចង់បំពេញចិត្តស្វាមីគាត់ក៏ចាប់ផ្ដើមគិតរកវិធីសាស្ត្រដែលមិនអាចទៅរួចនេះដើម្បីបំពេញបំណងតាសុកយាយបុផាដកដង្ហើមធំរួចក៏សម្រេចចិត្តដើរចេញពីផ្ទះទាំងទឹកមុខស្រពេចស្រពិលគាត់បានដើរសម្ដៅទៅផ្ទះអ្នកជិតខាងម្នាក់ហើយម្នាក់ទៀតដើម្បីសួររកអ្វីដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រភូមិស្រុកអ្នកដំបូងដែលគាត់បានជួបគឺយាយម៉ានដែលកំពុងអង្គុយបេះបន្លែនៅមុខផ្ទះពេលឮសំណួររបស់យាយបុផាយាយម៉ានសើចស្ទើរថ្លាក់ពីលើគ្រែរួចពោលថាយាយបុផាអើយតាំងពីដើមមកក្នុងស្គាល់តែឆ្នាំងដីមូលឆ្នាំងអាលុយមីញ៉ុមរាងសំប៉ែតតែអាឆ្នាំងវែងដូចបំពង់ឫស្សីសម្រាប់ស្លអន្ទង់តាំងមូលបែបនេះគឺគ្មានទេឬមួយតាសុកក៏ចង់ស្លអន្ទង់ឬចង់សង់តែឲ្យអន្ទង់ឲ្យប្រកបយាយបុផាក្រវីក្បាលទាំងហួសចិត្តប៉ុន្តែគាត់មិនបោះបង់ចោលបំណងរបស់ស្វាមីឡើយគាត់បានបន្តដំណើរទៅដល់ផ្ទះលោកមេភូមិនិងផ្ទះជាងស្មួនដីដែលល្ប៊ីខាងធ្វើខំឆ្នាំងប្រចាំតំបន់
នៅគ្រប់ទីកន្លែងដែលគាត់ទៅដល់សំឡេងសើចក្អាកក្អាយនិងពាក្យចាស់អាចារ្យអ៊ុយតែងតែបន្លឺឡើងតាមពីក្រោយជានិច្ចអ្នកខ្លះថាគាត់ឈួតអ្នកខ្លះទៀតថាតាសុកប្រហែលជាត្រូវខ្មោចលងទើបចង់ហូបអីប្លែកៗខុសគេបែបនេះទោះបីជាមានការចំអកលក់ឡាយយ៉ាងណាក៏ដោយក៏ចិត្តស្រឡាញ់នឹងការគោរពចំពោះស្វាមីបានរុញច្រានឲ្យយាយបុប្ផាខំប្រឹងដើរស្វែងរកគ្រប់ច្រកលះហាក់ក្នុងភូមិក្រោមពន្លឺថ្ងៃដ៏ក្តៅហួតហែងខណៈពេលដែលយាយបុប្ផាកំពុងដើររកឆ្នាំងយ៉ាងវេទនានៅឯផ្ទះវិញតាសុកកំពុងจะរៀបចំគ្រឿងសមុទ្រនិងគ្រឿងបុកយ៉ាងម៉ាញឹកបំផុតគាត់អង្គុយបុកគ្រឿងក្នុងត្បាល់យ៉ាងរងំខ្នុកទាំងទឹកមុខញញឹមបិទមាត់មិនចិត្តគាត់ស្រមៃឃើញអន្ទង់ដ៏វែងអន្លាយដេកត្រាំក្នុងទឹកសម្លខ្ទិះដូងដ៏ឈ្ងុយឆ្ងាញ់ដោយមិនបាច់បង់រូបរាងដើមសូម្បីតែបន្តិចគាត់គិតក្នុងចិត្តថាបើបានស្លអន្ទង់នេះទាំងមូលវានឹងក្លាយជាម្ហូបដ៏អស្ចារ្យបំផុតក្នុងភូមិហើយសំណាងនឹងហូរចូលផ្ទះធៀមដោយទឹកបាក់ទំនប់មិនខានភាពជឿជាក់លើរឿងអបិយជំនឿរបស់គាត់បានធ្វើឲ្យគាត់ភ្លេចគិតពីការលំបាករបស់ភរិយាដែលកំពុងដើរហាលថ្ងៃក្តៅចាស់តែម្នាក់ឯងលុកជៀនចូលដល់ពេលរសៀលព្រះអាទិត្យចាប់ផ្ដើមជ្រេបន្តិចទៅហើយយាយបុប្ផាបានដើរទៅដល់មាត់ស្ទឹងជីកន្លែងដែលជាងស្មួនចាស់ម្នាក់ឈ្មោះតាប្រាក់ស្នាក់នៅតាប្រាក់គឺជាមនុស្សម្នាក់ដែលចូលចិត្តធ្វើអ្វីប្លែកៗនិងមានគំនិតច្នៃប្រឌិតខ្ពស់ជាងគេក្នុងចំណោមជាងស្មួនដទៃនៅពេលឮរឿងរ៉ាវដ៏ចម្លែកនេះតាប្រាក់មិនសូវចំអកដូចអ្នកភូមិដទៃឡើយគាត់អង្អែចង្ការរួចសម្លឹងមើលទៅដីឥដ្ឋដែលនៅសល់ពីការធ្វើក្អមយ៉ាងយកចិត្តទុកដាក់គាត់និយាយដោយសំឡេងស្រទន់ថាយាយអើយឆ្នាំងវែងដូចអន្ទង់នោះគឺគ្មាននរណាគេធ្វើលក់ទេប៉ុន្តែបើចង់បានខ្ញុំអាចជួយច្នៃឲ្យបានយើងមិនអាចប្រើកង់បង្វើធម្មតាបានទេយើងត្រូវសូនវាដោយដៃផ្ទាល់និងដុតវាជាមួយភ្លើងចម្បាំងក្នុងរណ្ដៅវែងទើបបានការលើកឡើងរបស់តាប្រាក់បានធ្វើឲ្យយាយបុប្ផាចាប់ផ្ដើមមានសង្ឃឹមឡើងវិញយ៉ាងខ្លាំងគាត់បានយល់ព្រមជួលតាប្រាក់ឲ្យធ្វើឆ្នាំងនោះជាបន្ទាន់ដោយសន្យាថានឹងផ្ដល់ប្រាក់កម្រៃយ៉ាងសមរម្យនិងថ្លៃបាយទឹកថែមទៀតពួកគេទាំងពីរញាក់បានចាប់ផ្ដើមជញ្ជូនដីឥដ្ឋនិងរៀបចំរណ្ដៅសម្រាប់ដុតឆ្នាំងដ៏វែងអស្ចារ្យនោះភ្លាមៗរយៈពេលប៉ុន្មានម៉ោងក្រោយមករូបរាងឆ្នាំងដែលមើលទៅដូចជាបំពង់បង្ហូរទឹកដ៏វែងមួយបានលេចចេញជារូបរាងឡើងវាមិនមែនគ្រាន់តែជាឆ្នាំងដីធម្មតានោះទេប៉ុន្តែវាជាសញ្ញានៃការតស៊ូនិងការច្នៃប្រឌិតដើម្បីបំពេញចិត្តមនុស្សជាទីស្រឡាញ់របស់យាយបុប្ផាយាយបុប្ផាឈួរសម្លឹងមើលឆ្នាំងនោះទាំងក្តីរំភើបលេឡំនឹងការបារម្ភក្នុងចិត្តថាតើពេលយកទៅដល់ផ្ទះតាសុកនឹងពេញចិត្តឬក៏មានរឿងអ្វីកើតឡើងបន្តទៀតទោះជាយ៉ាងណាដំណឹងនៃការធ្វើឆ្នាំងវែងខុសពីធម្មតានេះបានរីករាលដាលពេញភូមិយ៉ាងលឿនដោយភ្លើងឆេះព្រៃអ្នកភូមិម្នាក់ៗចាប់ផ្ដើមមកចំរមើលដោយក្តីងឿងឆ្នាល់និងចង់ដឹងថាតើអន្ទង់វែងនោះមានរូបរាងអស្ចារ្យយ៉ាងណាទើបត្រូវប្រើឆ្នាំងវែងដល់ថ្នាក់នេះបរិយាកាសនៅក្នុងភូមិដែលធ្លាប់តែស្ងប់ស្ងាត់ក៏ប្រែជាអ៊ូអរដោយសារតែរឿងអន្ទង់វែងឆ្នាំងវែងនេះឯងយាយបុប្ផាប្រញាប់ប្រញាល់រៀបចំដឹកជញ្ជូនឆ្នាំងនោះត្រឡប់ទៅផ្ទះវិញទាំងចិត្តភ័យផងអរផងខណៈដែលមេឃចាប់ផ្ដើមងងឹតស្លុបទៅហើយគាត់សង្ឃឹមថាឆ្នាំងដ៏ចម្លែកនេះនឹងអាចផ្ទុកអន្ទង់ยักษ์របស់តាសុកបានដោយជោគជ័យបំផុតគាត់សង្ឃឹមថាឆ្នាំងដ៏ចម្លែកនេះនឹងអាចផ្ទុកអន្ទង់យក្សរបស់តាសុកបានដោយជោគជ័យបំផុតគ្រាន់តែរទេះដែលដឹកឆ្នាំងវែងអន្លាយនោះឈប់ងក់នៅមុខចិន្តាផ្ទះភ្លៀងតាសុកដែលកំពុងអង្គុយរងចាំដោយអន្តិក្សាក៏ស្ទុះក្រោកឈរទាំងមុខរីកដូចក្របអង្កាមរួចឧទានឡើងដោយក្តីរំភើបថាមកដល់ហើយនេះហើយគឺជាមហាឆ្នាំងដែលស័ក្តិសមនឹងមហាអន្ទង់របស់ខ្ញុំអ្នកភូមិដែលដើរតាមពីក្រោយរទេះបាននាំគ្នាជួយលើកឆ្នាំងវែងនោះចុះមកដីដោយប្រុងប្រយ័ត្នបំផុតព្រោះខ្លាចក្រែងមានស្នាមប្រេះស្រាំដែលនាំឲ្យខូចខាតដល់កិច្ចការដ៏ធំដុំមួយនេះការរៀបចំចង្ក្រានសម្រាប់ឆ្នាំងវែងនេះគឺជាបញ្ហាប្រឈមថ្មីមួយទៀតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រភូមិតាសុកបានដឹកនាំបរិបរក្នុងភូមិជិត10នាក់ជួយគ្នាជីករណ្ដៅវែងអន្លាយតាមបណ្ដោយដីរួចយកដុំថ្មភ្នំមករៀបជាជួរវែងប្រវែងជិត5ម៉ែត្រដើម្បីទ្រឆ្នាំងដ៏វែងអស្ចារ្យនោះយាយបុប្ផាប្រញាប់ប្រញាល់ទៅរកគ្រឿងស្លាដែលមានដូចជារមៀតស្លឹកគ្រៃរំដេងនិងខ្ទឹមសយកមកបុកលាយគ្នាឡើងឈ្ងុយសព្វពេញភូមិខណៈនោះដែរក្មេងៗក្នុងភូមិបាននាំគ្នាឈរមើលទាំងបើកភ្នែកធំខ្លះទៀតលួចយកដៃទៅប៉ះឆ្នាំងដែលមើលទៅដូចជាបំពង់ឫស្សីយ៉ាក់ដែលត្រូវបានដុតសម្រាំងយ៉ាងផ្ចិតផ្ចង់បំផុតនៅពេលអ្វីៗគ្រប់យ៉ាងរួចរាល់តាសុកបានចាប់ផ្ដើមលើកអន្ទង់ចេញពីទ្រុងដាក់ចូលទៅក្នុងឆ្នាំងស្រមោលអន្ទង់ដែលវែងរលូនដូចពស់នាគបានធ្វើឲ្យអ្នកគ្រប់គ្នាស្រែកហូដោយភាពភ្ញាក់ផ្អើលវាពិតជាវែងខុសពីធម្មជាតិមែនគឺវែងតាំងពីមាត់ជណ្ដាលផ្ទះរហូតដល់ដើមស្វាយខាងក្រោយផ្ទះឯណោះតាសុកបានសរសៀរលើខ្លួនអន្ទង់ដាក់ចូលទៅក្នុងឆ្នាំងវែងនោះយ៉ាងប្រុងប្រយ័ត្នបំផុតយាយបុប្ផាបានចាក់ទឹកនិងគ្រឿងផ្សំចូលទៅតាមបណ្ដោយឆ្នាំងដោយទៅដើរមកពីក្បាលឆ្នាំងដល់កន្ទុយឆ្នាំងរត់សឹបសារហូតដល់គាត់បែកញើសសើមជោកអាវបំបៅពណ៌សរបស់គាត់
បន្តែទឹកមុខរបស់គាត់នៅតែពោពេញដោយស្នាមញញឹមបុប្ផាអើយកុំភ្លេចដាក់ប្រហុកឲ្យច្រើនតិចណាព្រោះអន្ទង់នេះវែងណាស់បើដាក់គ្រឿងតិចខ្លះវាមិនសព្វសាច់តាសុកស្រែកប្រាប់ភរិយាពីចុងមកខាងនេះឆ្នាំងខណៈដែលគាត់កំពុងបង្កាត់ភ្លើងយ៉ាងសស្រាក់សស្រាំភ្លើងចាប់ផ្ដើមឆេះសន្ធោសន្ធៅតាមបណ្ដោយចង្ក្រានវែងអន្លាយនោះជែកពន្លឺពណ៌ទឹកក្រួតក្រហមទៅលើផ្ទៃមុខដែលពោពេញដោយក្តីសង្ឃឹមរបស់ប្តីប្រពន្ធទាំងពីរសែងហ៊ុយចេញពីឆ្នាំងវែងអន្លាយនោះបាននាំមកនៅក្លិនក្រអូបឈ្ងុយឈ្ងប់នៃសម្លម្ជូរគ្រឿងអន្ទង់ដែលធ្វើឲ្យអ្នកភូមិដែលឈរមើលជុំវិញនោះលេបទឹកមាត់ដាក់គ្នាគ្រឿៗទាំងចង់ដឹងពីរសជាតិដ៏អស្ចារ្យដែលមិនធ្លាប់បានភ្លុកពីមុនមកទោះជាយ៉ាងណាការស្លក់អន្ទង់វែងខ្នុចឆ្នាំងវែងនេះមិនមែនជារឿងងាយស្រួលឡើយយាយបុប្ផាត្រូវប្រើវែងដែលធ្វើពីបំពង់រស័យដើម្បីកូរគ្រឿងឲ្យសព្វគាត់ត្រូវដាល់ចុះឡើងតាមបណ្ដោយឆ្នាំងមិនឈប់ឈរដើម្បីពិនិត្យមើលថាតើផ្នែកក្បាលឆ្នាំងឆ្អិនស្មើនឹងផ្នែកកន្ទុយឆ្នាំងឬយ៉ាងណាអ្នកភូមិម្នាក់បានសួរឡើងដោយកំប្លែងថាចុះតាឯងគិតថានឹងឆ្អិននៅពេលណាដែរបើឆ្នាំងវែងដល់ថ្នាក់នឹងតាសុកសាយក្អាកក្អាយរួចឆ្លើយទាំងទំនុកចិត្តថាមិនយូរទេដែលណាណៃផ្សែងវាហុយដោយជុំកន្ទុយអន្ទង់នោះមានន័យថាវាជិតឆ្អិនហើយយប់កាន់តែជ្រៅតែបរិយាកាសនៅជុំវិញផ្ទះតាសុកកាន់តែអ៊ូអរទៅពន្លឺភ្លើងពីចង្ក្រានវែងបានបំភ្លឺពេញភូមិបង្កើតបានជារូបភាពដ៏អស្ចារ្យមួយដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រភូមិស្រុកខ្មែរបុរាណនេះយាយបុប្ផាចាប់ផ្ដើមមានអារម្មណ៍ថាសម្លម្ជូរគ្រឿងអន្ទង់នេះនឹងក្លាយជាអាហារដ៏ឆ្ងាញ់ពិសាបំផុតប៉ុន្តែក្នុងចិត្តគាត់ក៏ចាប់ផ្ដើមបារម្ភមួយយ៉ាងទៀតគាត់បារម្ភថាតើពួកគេមានចានវែងគ្រប់គ្រាន់ដើម្បីដួសអន្ទង់វែងនេះចេញពីឆ្នាំងនៅពេលដែលវាឆ្អិនដែរឬទេសំណួរនេះបានធ្វើឲ្យគាត់ងាកទៅមើលមុខតាសុកដែលកំពុងសប្បាយចិត្តនឹងការថែភ្លើងដោយមិនបានដឹងពីបញ្ញាប្រឈមថ្មីដែលកំពុងរងចាំនៅចំពោះមុខឡើយខណៈដែលក្លិនសម្លកាន់តែឈ្ងុយខ្លាំងឡើងតាសុកដែលកំពុងតែសប្បាយចិត្តនឹងការថែភ្លើងឲ្យឆេះសន្ធៅនោះបានងើបមុខឡើងសើចយ៉ាងក្អាកក្អាយនៅពេលដែលគាត់បានឃើញទឹកមុខស្រពោននិងក្តីបារម្ភរបស់ភរិយាដែលកំពុងតែឈរចិញ្ចឹងគិតពីបញ្ហាចានសម្រាប់ដាក់សម្លអន្ទង់ដ៏វែងអន្លាយនេះគាត់បានដាក់បំពង់ឫស្សីភ្លុំភ្លើងចុះរួចងើបឈរពេញកម្ពស់យកដៃអង្អែលពុកចង្ការរបស់ខ្លួនបន្តិចមុននឹងនិយាយទៅកាន់យាយបុប្ផាដោយសម្ដីបែបកំប្លែងលាយឡំនឹងភាពជឿជាក់ថាយាយលាអើយកុំបារម្ភពីរឿងចាននេះបើអន្ទង់វាវែងហើយឆ្នាំងក៏វាវែងទៅហើយនោះអ្វីដែលយើងត្រូវរកបន្តទៀតដើម្បីឲ្យសមនឹងទំហំដ៏អស្ចារ្យនេះគឺចានវែងឬតុវែងនឹងឯងនិយាយចប់ភ្លាមតាសុកក៏ដើរទៅរកដើមចេកធំដែលដុះត្រៀបត្រានៅក្បែរមាត់ស្ទឹងក្រោយផ្ទះគាត់បានកាប់ដើមចេកយកមកពុកជាពីររួចជិតសម្បកខាងក្នុងចេញឲ្យស្អាតបង្កើតបានជាស្នូកដ៏វែងអន្លាយដែលមានប្រវែងប្រហាក់ប្រហែលនឹងឆ្នាំងដែកដ៏ចម្លែកនោះដែរយាយបុប្ផាឃើញដល់ឆ្នោះក៏លន់មាត់សរសើរពីភាពឆ្លាតវៃរបស់ប្តីហើយគាត់ក៏ចាប់ផ្ដើមរៀបចំស្លឹកចេកស្រស់ពណ៌បៃតងខ្ចីមកទ្រាប់ពីលើស្នូកដើមចេកនោះយ៉ាងស្អាតដើម្បីត្រៀមទទួលយកសាច់អន្ទង់ដ៏ឈ្ងុយឆ្ងាញ់ដែលជិតនឹងឆ្អិនសព្វគ្រប់ហើយនោះនៅពេលដែលសម្លម្ជូរគ្រឿងអន្ទង់ឆ្អិនសព្វគ្រប់ក្លិនឈ្ងុយនៃរមៀតរំដេងស្លឹកក្រួយសើចនិងគ្រឿងបុកថ្មីដែលយាយបុប្ផាបានសម្រិតសម្រាំងបានហោះហើរទៅតាមខ្យល់បុករសាត់ពេញភូមិធ្វើឲ្យអ្នកជិតខាងដែលកំពុងសម្រាកតាមផ្ទះរៀងៗខ្លួនចាប់ផ្ដើមងើបមកឈរមើលទាំងក្តីមឿងឆ្ងល់និងឃ្លានតាមក្លិនសម្លនោះជាខ្លាំងតាសុកនិងយាយបុប្ផាបានជួយគ្នាលើកអន្ទង់ដ៏វែងអន្លាយនោះចេញពីឆ្នាំងដោយប្រើឫស្សីវែងពីរដើមធ្វើជាចង្កឹះយ៉ាក់ដើម្បីកុំឲ្យសាច់អន្ទង់បាក់ខូចទ្រង់ទ្រាយរូបភាពនៃអន្ទង់ដែលវែងស្មើនឹងប្រវែងផ្ទះត្រូវបានដាក់តម្រៀបនៅលើស្នូកដើមចេកយ៉ាងមានរបៀបរួមជាមួយទឹកសម្លាពណ៌លឿងខ្ចីដែលកំពុងហុយផ្សែងត្រឡោមបង្កើតបានជាទិដ្ឋភាពដែលមិនធ្លាប់ឃើញមានពីមុនមកក្នុងប្រវត្តិសាស្ត្រភូមិស្រុកមួយនេះអ្នកភូមិម្នាក់ដែលបានមកដល់ចាប់ផ្ដើមបើកភ្នែកធំសម្លឹងមើលទិដ្ឋភាពដ៏អស្ចារ្យនេះដោយក្តីស្ញប់ស្ញែងនិងរំភើបចិត្តបំផុតមកបងអើយមកជួយផ្លុកសម្លាអន្ទុវែងរបស់ខ្ញុំទៅមកគ្នាឲ្យដឹងថាវាឆ្ងាញ់ប្លែកយ៉ាងណាតាសុកស្រែកហៅអ្នកភូមិគ្រប់គ្នាដោយទឹកមុខរីករាយនិងពោពេញដោយភាពស្និទ្ធស្នាលជាពន់ពេកមិនមកហងយូរយាយបុប្ផាក៏បានរត់ទៅដួសបាយក្តៅដែលទៅបនឹងឆ្អេងថ្មីផ្សែងហួយចេញពីក្របបាយសស្គុះដោយសម្លៃយកមកដាក់លើស្លឹកចេករៀបជូនអ្នកភូមិម្នាក់មួយចំណែកយ៉ាងរហ័សរហួនបំផុតការហូបជុកដ៏អធិកអធមបានចាប់ដើមឡើងអ្នកភូមិអង្គុយតម្រៀបងារជាជួរវែងអន្លាយតាមបណ្ដោយស្នូកដើមចេកនោះហាក់ដូចជាខ្សែដែលចងភ្ជាប់បេះដូងអ្នកភូមិឲ្យជិតស្និទ្ធនឹងគ្នា
รสជាតិសាច់អន្ទង់ដ៏ណែនល្អនិងមានជាតិផ្អែមពីធម្មជាតិលាយឡំជាមួយគ្រឿងសម្លាដែលយាយបុប្ផាបានបុកយ៉ាងសម្រិតសម្រាំងនិងរសជាតិជូរអែមនៃទឹកសម្លាដែលប្រើអំពិលទុំក៏បានធ្វើឲ្យម្នាក់ៗលាន់មាត់សរសើរមិនដែលពីមាត់ឡើយភាពសប្បាយរីករាយនិងសំណើចក្អកក្អាយបានបន្លឺឡើងពេញផ្ទះតាសុកហាក់បីដូចជាមានពិធីបុណ្យភូមិដ៏ធំមួយដែលកើតឡើងដោយចៃដន្យនិងពោរពេញដោយក្តីស្រឡាញ់នៅក្នុងបរិយាកាសដ៏មានសេចក្តីសុខនិងពោរពេញដោយមិត្តភាពនោះតាសុកបានពូឡើងទាំងញញឹមបិទមាត់មិនចិត្តថារឿងនេះបានបង្រៀនយើងគ្រប់គ្នាថាទោះបីជាបញ្ហាវាកើតឡើងធំឬវែងអន្លាយយ៉ាងណាក៏យើងអាចដោះស្រាយវាបានដែរឲ្យតែយើងមានចិត្តវែងចេះអត់ធ្មត់និងចេះច្នៃប្រឌិតដូចជាអន្ទង់វែងឆ្នាំងវែងនេះឯងពាក្យសម្ដីដ៏មានអត្ថន័យនេះបានធ្វើឲ្យអ្នកភូមិទាំងអស់ងក់ក្បាលយល់ស្របហើយចាប់តាំងពីពេលនោះមករឿងរ៉ាវនៃអន្ទង់វែងឆ្នាំងវែងក៏បានក្លាយជាប្រវត្តិសាស្ត្រនិងជារឿងនិទានដ៏ល្បីល្បាញប្រចាំភូមិស្រុកខ្មែរយឿនយាយបុប្ផាដែលធ្លាប់តែមានក្តីបារម្ភក៏បានប្រែមុខជាមានមោទនភាពចំពោះស្នាដៃស្លោះសម្លម្ជូរគ្រឿងរបស់ខ្លួននិងភាពឆ្លាតវៃរបស់ស្វាមីដែលបានបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏អស្ចារ្យមួយនេះសម្រាប់កូនចៅជំនាន់ក្រោយបានចងចាំតៗគ្នានៅពេលដែលព្រះអាទិត្យចាប់ផ្ដើមអាស្ទង្គត់ចុះទាបបន្តិចម្ដងពន្លឺពណ៌មាសចុងក្រោយនៃថ្ងៃបានចាំងឆ្លុះមកលើស្នូកដើមចេកដែលនៅសល់តែឆ្អឹងអន្ទង់និងស្នាមញញឹមប្រកបដោយក្តីសុខរបស់អ្នកភូមិគ្រប់គ្នាដែលជារូបភាពបញ្ចប់ដ៏ស្រស់ត្រកាលនិងមានអត្ថន័យបំភ្លឺដល់ជីវិតអ្នកស្រែចម្ការនៅក្នុងទឹកដីខ្មែរបុរាណតរៀងមកដោយមិនអាចបំភ្លេចបានឡើយនៅរសជាតិនិងមេរៀនជីវិតពីអន្ទង់ដ៏វែងមួយនេះ